មានបងបងគាត់សួរថាតើ cream ball ជាមួយនឹង cream cheese topping ភេទចឹងហ្នឹងខុសគ្នាមិនទៅសម្រាប់ពីខ្ញុំវិញបងមើលខុសគ្នាដូចថា cream cheese រៀងប្រៃបែបឈ្ងុយខ្ទិះ cheese ចឹងណាបងមកតែពេល cream ball គឺល្មុតបែបផ្អែមខ្ទិះ vanilla ក៏ប៉ុន្តែមានអាជាតិអំបិលសមុទ្រហ្នឹងនៅលើមាត់លើដាប់យើងតិចអញ្ចឹងវារៀងខុសគ្នាគួរសមដែរហើយថ្ងៃនេះយើងមកវាយជាមួយនឹង cream ball ដែលប្រើប្រាស់ម៉ាក់នេះហ่าបងសម្រាប់ខ្ញុំរូបមន្តនេះខ្ញុំដាក់40ក្រាមបងរូបមន្តម្សៅអំបិល40ក្រាមឬក៏4សភាខ្មៅហ្នឹងជាមួយនឹងទឹកដោះគោត្រជាក់ខ្ញុំបញ្ជាក់បងទឹកដោះគោត្រជាក់ដាក់ចំនួន60 ml ចូលទៅហើយសម្រាប់ក្បួននេះខ្ញុំពេលដែលវាយឲ្យខ្ញុំ topping បាន2កែវបងកែវ20អស់គឺបាន2កែវអញ្ចឹងបើបងធ្វើតាម1កែវ1កែវអីឲ្យភ្ញៀវបងអាចបន្ថយរូបមន្តតាមនឹងបានកាត់ពាក់រានអញ្ចឹងណាបន្ទាប់ពីយើងវាយមកសន្ទុះល្មុតអស់ហើយវាអត់ល្មុតខ្លាំងទេបងសម្រាប់រូបមន្តនេះវាថាមើលទៅមកល្មមស៊ីជាមួយនឹងភេទចេះហាក់ធ្លាក់ចុះក្រោមលឿនទេបន្ទាប់មកខ្ញុំផ្ទេជាមួយនឹងកាហ្វេដកូដែលយើងបានឆុងរួចរាល់នឹងហើយយើងចាក់ cream ball ពីលើទៅរួចរាល់ជាការសាច់គេចឹងបងអ្នកដែលគាត់ចង់សាកជាមួយរសជាតិ cream ball មកនេះអាចឆាប់ចូល page បានណាបងគឺយើងមានលក់ណាបង